កូរ៉េខាងត្បូងព្រមមានចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកបង្ហោះដ្រូនចូលទឹកដីកូរ៉េខាងជើងកាលពីថ្ងៃពុធទី14ខែមករានេះមន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូងបានប្រកាសបដិញ្ញាចាត់វិធានការផ្លូវច្បាប់និងផ្ដន្ទាទោសជនណាដែលទទួលខុសត្រូវលើការបង្ហោះដ្រូនចូលទៅទឹកដីកូរ៉េខាងជើងបន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបង្ហាញប្រតិកម្មខឹងសម្បារយ៉ាងខ្លាំងកាលពីចុងសប្តាហ៍កូរ៉េខាងជើងបានចោទប្រកាន់ថាកូរ៉េខាងត្បូងបានបង្ហោះដ្រូនចូលទីក្រុងកែសុងដោយបានបង្ហាញរូបភាពបំណែកដ្រូនករណីនេះបានធ្វើឲ្យអ្នកស្រីគីមយូជុងប្អូនស្រីមេដឹកនាំកូរ៉េខាងជើងទាមទារការសុំទោសជាសាធារណៈជាការឆ្លើយតបលោកវីសុងឡាក់ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូងបានបញ្ជាក់នៅក្រៅកិច្ចប្រជុំកំពូលក្នុងប្រទេសជប៉ុនថារដ្ឋាភិបាលនិងយោធាមិនជាប់ពាក់ព័ន្ធឡើយលោកសង្ស័យថាវាអាចជាសកម្មភាពជនស៊ីវិលហើយសន្យាថានឹងស៊ើបអង្កេតដើម្បីរកអ្នកទទួលខុសត្រូវមកផ្ដន្ទាទោសលោកវីក៏បានរំលឹកផងដែរថាកន្លងមកកូរ៉េខាងជើងខ្លួនឯងក៏ធ្លាប់បង្ហោះដ្រូនចូលមកកូរ៉េខាងត្បូងរហូតដល់តំបន់វិមានខៀវនិងការិយាល័យប្រធានាធិបតីផងដែរដែលជាការរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ទាក់ទិននឹងបញ្ហានេះប្រធានាធិបតីកូរ៉េខាងត្បូងលោកលីជេមយ៉ុងបានបញ្ជាឲ្យមានការស៊ើបអង្កេតរួមគ្នារវាងយោធានិងប៉ូលីសដោយព្រមានថាប្រសិនបើមានជនស៊ីវិលពាក់ព័ន្ធមែននោះចាត់ទុកជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរដែលគំរាមកំហែងដល់សន្តិសុខនៅលើឧបទ្វីបកូរ៉េខ្ញុំបាទស៊ីណាតពីរំលេច News TV ចុងភៅហេងមេងឡាយសូមស្វាគមន៍ប្រូម៉ូសិនពិសេសពីចុងភៅហេងមេងឡាយមាន free ជូនរហូតដល់ទៅ15មុខនិងភោជនីយដ្ឋានសម្រាប់គូស្វាមីភរិយាថ្មី25គូដំបូងដែលមានបំណងចង់រៀបអាពាហ៍ពិពាហ៍និងពិសាភោជនីយអាហារនៅភោជនីយដ្ឋានចាប់ពី40តុ60តុនិង80តុប្រញាប់រស់រានឡើងកម្មវិធីពិសេសនេះផ្ដល់ជូនត្រឹមតែ25គូដំបូងតែប៉ុណ្ណោះសូមតាក់ទងមកកាន់ហាងយើងខ្ញុំតាមរយៈ Telegram អាសយដ្ឋានផ្ទះលេខ96ផ្លូវ 3BT សង្កាត់បឹងទំពុន1ខណ្ឌមានជ័យរាជធានីភ្នំពេញឬតាក់ទងតាមរយៈទំព័រ Facebook Page ផ្លូវការហេងមេងឡាយ